ការចិត្តមួយឆ្នាំសុភ័ក្រកុសុមាបង្ហាញអារម្មណ៍ខ្លាចជាម្ដាយគេលើកដំបូងធ្លាប់តែអបថប់កូនគេពេលនេះពិធីការនីសុភ័ក្រកុសុមាមានផ្ទៃពោះហើយបន្ទាប់ពីរៀបការបានចិត្តមួយឆ្នាំពីមួយថ្ងៃទៅមួយថ្ងៃចំណងអាពាហ៍ពិពាហ៍របស់ពិធីការនីនិងជាតារាចម្រៀងសុភ័ក្រកុសុមាកាន់តែរឹងមាំឡើងដោយនាងបង្កើតការងារនៅក្នុងក្រុមតន្ត្រីរបស់ខ្លួនឲ្យកាន់តែធំជាងមុនក្រោយពីនាងបានរៀបការមានគ្រួសារអ្វីដែលកាន់តែពិសេសនៅក្នុងពេលនេះគឺនាងទទួលបានចំណងដៃកូននៅក្នុងផ្ទៃទៅតាមក្តីប្រាថ្នាសុភ័ក្រកុសុមាធ្លាប់បានប្រាប់ផងដែរថាពេលរៀបការរួចនាងនឹងយកកូនភ្លាមពីព្រោះនាងស្រឡាញ់ក្មេងៗណាស់ចង់បានសមាជិកច្រើនដូច្នេះទើបនាងមិនប្រើប្រាស់វិធីសាស្ត្រពន្យាកំណត់ណាមួយឡើយក្រោយរងចាំអស់ពេលជិត1ឆ្នាំទីបំផុតសុភ័ក្រកុសុមាបានសម្រេចដោយបំណងពេលនេះនាងកំពុងមានផ្ទៃពោះកូនដំបូងអ្វីត្បិតតែនាងមិនទាន់ដឹងភេទកូននៅក្នុងផ្ទៃតែនាងនឹងគ្រួសារពិតជារំភើបនិងត្រៀមចិត្តទទួលសមាជិកថ្មីក្នុងពេលឆាប់សុភ័ក្រកុសុមាបាននិយាយទាំងអារម្មណ៍ត្រេកអរថាបងប្អូនអើយរំភើបណាស់ពេលខ្លះជាម៉ាក់គេគួរធ្វើចរិតមិត្តទៅក្រឡេកទៅមើលលោកផាឡាដែលជាស្វាមីសុភ័ក្រកុសុមាវិញនៅពេលដឹងថាភរិយាខ្លួនមានផ្ទៃពោះលោករំភើបអស់និយាយស្ទើរតែពុំចេញលោកបានត្រឹមតែនិយាយថាពេលនេះខ្លាចទៅជាប៉ាគេហើយចាប់តាំងពីមានផ្ទៃពោះមកសុភ័ក្រកុសុមាកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីកើនឡើងទ្វេដងជាពិសេសស្វាមីនាងមិនចង់ឲ្យនាងធ្វើដំណើរឆ្ងាយឬធ្វើការធ្ងន់នោះទេខ្លាចប៉ះពាល់ដល់សុខភាពដៃនិងកូនការងារគ្រប់បែបយ៉ាងស្វាមីនាងជាអ្នករ៉ាប់រងទាំងអស់